ngày níជាថ្ងៃទី7នៃសង្គ្រាមខ្មែរនិងថៃអញ្ចឹងនេះជាសភាពភូមិរបស់យើងមើលទៅដូចជារៀងស្ងាត់ដែរប៉ុន្តែក៏មានអ្នកនៅអាចចន្លោះខ្ទង់30ទៅ40នាក់ដែរប៉ុន្តែអ្នកនៅភាគច្រើនប្រុសតែចំពោះស្រីសបោអ៊ំរៀងចាស់ដែរនៅប្រហែលអ្នកថ្ងៃនេះអបសុកជិះដើរឆ្វែលមើលភូមិបន្តិចនឹងបេះបន្លែផងនឹងមិត្តភ័ក្តិឲ្យ Jitdol Spin Aries Reef JM ឆ្កែផងព្រោះតាំងពីស្គីមកវា6 7ថ្ងៃហើយអញ្ចឹងឃើញឆ្កែនៅតាមផ្លូវអីវាស្គមច្រើនប៉ុន្តែអត់សូវមានម្ហូបនឹងបាយដែរព្រោះចិត្តដាច់ស្បៀងដែរដូចលើកមុនក៏សបោឃើញសត្វឆ្កែស្គមច្រើនដែរតែត្រង់នេះឮម៉ានីប្រាប់ថាឆ្កែរៀងកាចអញ្ចឹងអត់សូវហ៊ាននៅចិត្តពេលឆ្កែរត់មកអញ្ចឹងមានថាតែឆ្កែនេះអត់វាឃ្លានវាអញ្ចឹងវាអត់កាចដាក់ទេជីឆ្វាលភាគច្រើនឆ្កែនៅសល់តែចឹងស្បែក10ឆ្អឹងព្រោះ6ថ្ងៃវាយូរដែរដឹងបាយដឹងទឹកណាពេញភូមិnào ban lùa dây này mày ban lùa dây này mấy anh đây miền lo à thế nó coi chỉ chặt cá miền xây cái apply bình vậy xây cua miền à mà anh tâm mơ sẵn ត្រង់នេះមកបេះលហុងបេះទុកបុកផងទុកស្រស់មីផងចឹងលហុងនេះវាស្រស់មីក៏ឆ្ងាញ់ដែរដូចតុនដូចពេលយើងចូលទៅស្លកកោអញ្ចឹងលហុងប៉ុណ្ណេះអាចបាន2ទៅ3ថ្ងៃមកសូវអត់មានអ្នកហូបដែរអានេះហូបម្នាក់ឯងអញ្ចឹង2 3ថ្ងៃយ៉ាងងាយស្រួលបេះលហុងហើយឥឡូវជិះឆ្វែលភូមិមកខាងនេះតិចសិនមកជួរនេះដូចជាបិទច្រើនដែរប៉ុន្តែអាចមាននៅចាំផ្ទះអីអញ្ចឹងមានអ្នកនៅចាំផ្ទះនៅក្នុងខាងជ្រៅប៉ុន្តែដូចអ្នកខ្លះគេចាំផ្ទះដែរប៉ុន្តែគេបើកទ្វារឥឡូវដូចជាអ្នកលក់នៅសល់4-5 តូបឃើញតែបើកលក់អញ្ចឹងអ្នកនៅក៏អត់សូវពិបាកដែរព្រោះមានកន្លែងគេលក់ហូបអីនឹងរបស់ប្រើប្រាស់អីខាងស្ដាំដៃដូចជាមានលក់នៅលក់តកពេលស្គ្រីមម្ដងឲ្យតែជិះឆ្លងស្ពាននេះដឹងថាស្រាវបណ្ដោយខ្លាចគេលោវាបែកមកបែកអីទៅវារបាញ់ស្ពាននេះទៀតចប់ជ្រុលចេញក្រៅហើយអញ្ចឹងមកសាលាបន្តិចសិនថាមកបេះស្អីគេចង់ភ្លេចឈ្មោះទៀតនេះថារកបេះស្បែកគួរទុកតែភ្លេចថាស្បែកគួរក្រោយទីចាត់ការគេកាប់អស់លេងអញ្ចឹងបានត្រឹមសាលាសំខាន់បាក់ទ្វារទៀតមុខផាតដឹងផាជីកោរត់បុកឬក៏មនុស្សអត់ដឹងដែរមកដល់សាលានេះក៏ស្រាវដែរលឺពី3គ្រាប់ដែរវានៅធ្លាក់មួយថ្ងៃនេះវាអត់សូវធ្លាក់បានជួនកាលពេលវាបាញ់ខ្លាំងប៉ុន្តែដល់ពេលវាស្ងាត់មកស្ទុះឬក៏យូរដែរហើយទៅជាកាត់ម្ដងនេះដូចសំណោះព្រោះរដងមានគេនៅច្រើន